ส้มជំរាบសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពរាប់អានពេលនេះខ្ញុំបាទសូមមកចែករំលែកនៅរុក្ខជាតិ3មុខសម្រាប់ព្យាបាលជំងឺរលាកសន្លាក់ឆ្អឹងជាពិសេសពុកម៉ែបងប្អូនដែលគាត់ឈឺក្បាលជង្គង់បើពុកម៉ែបងប្អូនឈឺក្បាលជង្គង់សូមពុកម៉ែបងប្អូនរកឱសថទាំង3មុខនេះយកមកព្យាបាលដោយកាប់ចិញ្ច្រាំហាលឲ្យស្ងួតយកភាគស្មើគ្នាលាយចូលគ្នាហើយយកភាគស្មើគ្នាទម្ងន់30ក្រាមបានន័យថាស្មើនឹង3ខាំយកមកដាំទឹកពិសាក្នុងមួយថ្ងៃសម្រាប់ព្យាបាលជំងឺរលាកសន្លាក់ឆ្អឹងឈឺក្បាលជង្គង់ជាដើមបាទរុក្ខជាតិទាំង3មុខនោះបាទមានទី1ដើមស្កែស្រែងទី2វល់វាយទី3គឺដើមរោគក្រហមឬវល់រោគក្រហមបាទបើពុកម៉ែបងប្អូននៅតាមភូមិតាមស្រុកមានឃើញរុក្ខជាតិទាំង3មុខនេះដុះនៅជាប់ជាយរូបបងអីជាដើមសូមពុកម៉ែបងប្អូនរក្សាទុកបាទកុំកាប់ឲ្យសោះពីព្រោះពុកម៉ែបងប្អូនទៅថ្ងៃក្រោយប្រកាសជាត្រូវការរុក្ខជាតិទាំង3មុខនោះមកព្យាបាលពីព្រោះមនុស្សយើងពេលដែលវ័យដល់ចាប់ពី60ឆ្នាំឡើងទៅប្រកាសជាឈឺសន្លាក់ជាពិសេសឈឺក្បាលជង្គង់នេះឯងអញ្ចឹងសូមពុកម៉ែបងប្អូនដែលនៅតាមស្រុកស្រែចំការលោកអាចរក្សាទុកបាននៅរុក្ខជាតិទាំង3មុខនេះចោះបាទបើមិនបើសិនជាមិនប៉ះពាល់ផលដំណាំពុកម៉ែបងប្អូនទេបាទអញ្ចឹងសូមពុកម៉ែបងប្អូនបាទទៅទស្សនាបាទរុក្ខជាតិទាំង2មុខបាទ3មុខប៉ុន្តែមានតែ2មុខទេដែលដុះជាប់គ្នាចំណែកដើមស្កែស្រែងអត់មានទេបាទអញ្ចឹងមានតែ2មុខដុះជាប់គ្នាអញ្ចឹងសូមក្រុមអញ្ជើញពុកម៉ែបងប្អូនទស្សនារុក្ខជាតិវល់វាយនិងវល់រោគក្រហមដូចតទៅបាទពុកម៉ែបងប្អូនរុក្ខជាតិទាំង3មុខសម្រាប់ព្យាបាលឈឺសន្លាក់ដៃជើងនោះមានទី1ដើមស្កែស្រែងបាទចំណែកទី2គឺដើមវល់វាយបាទនេះជាលក្ខណៈនៃស្លឹកវល់វាយបាទនេះជាស្លឹកវល់វាយហើយចំណែកទី3នោះគឺដើមរោគក្រហមបាទហើយដើមរោគក្រហមនេះមានលក្ខណៈសន្តានបែបនេះបាទមានបន្លាបាទនេះជាដើមរោគក្រហមអញ្ចឹងពុកម៉ែបងប្អូនអាចរករុក្ខជាតិទាំង3មុខនេះមកផ្សំជាមួយគ្នាដោយដាក់ភាគស្មើគ្នាចិញ្ច្រាំហាលឲ្យស្ងួតបាទធ្វើជាឱសថសម្រាប់ព្យាបាលបាទជំងឺឈឺសន្លាក់ដៃជើងបាទទោះបីជាពុកម៉ែបងប្អូនមានក្បាលជង្គង់ហើមធំរលាកបាទដើរមិនរួចក៏ដោយក៏ពុកម៉ែបងប្អូនអាចរករុក្ខជាតិទាំង3មុខនេះមកដាំទឹកពិសាក្នុងរយៈពេលបាទមិនលើសពី6សប្តាហ៍ទេពុកម៉ែបងប្អូននឹងអាចបានជាពុំខានឡើយបាទសូមអរគុណបាទសូម